រឿងចាប់ស្រុកនិងចាប់ព្រៃកាលពីព្រៃនាយមានចាប់ស្រុកនិងចាប់ព្រៃដើររកស៊ីដោយពួកជារៀងរាល់ថ្ងៃខាងចាប់ស្រុកមានមេប្រដៅថាបើរកស៊ីជជែកឆ្លោះគ្នាឲ្យលឺមាត់ប្រយ័ត្នខ្លួនបើព្រានវាយលបត្រូវបបួលគ្នាខំហើទូលលបឲ្យរបើកដើម្បីឲ្យរស់រួចជីវិតពួកចាប់ស្រុកធ្វើតាមដំបូន្មានបានរួចជីវិតតែរៀងខ្លួនមកមានកាលថ្ងៃមួយចាប់ព្រៃនិងចាប់ស្រុកហើរចេញទៅរកស៊ីក៏ជួបប្រទះវងគ្នានៅលើដើមត្រែងមួយគុំពួកចាប់ព្រៃទុំនៅខាងក្រោមពួកចាប់ស្រុកទុំនៅខាងលើក៏បាក់មែកត្រែងពីលើមកត្រូវក្បាលចាប់ព្រៃនិយាយប្រកាន់ថាពួកចាប់ស្រុកកាច់មែកត្រែងទម្លាក់មកឲ្យត្រូវក្បាលពួកខ្លួនចាប់ស្រុកបានប្រាប់ថាពួកខ្លួនមិនបានកាច់មែកត្រែងឲ្យបាក់ទេគឺមែកត្រែងវាបាក់ធ្លាក់ខ្លួនឯងទេពួកចាប់ព្រៃមិនពិចារណាក៏បបួលគ្នាបង្កើតចំនួននឹងពួកចាប់ស្រុករហូតលឺមាត់គឺកងរំពងឡើងព្រានលឺមាត់ចាប់ក៏យកលបទៅវាយត្រូវទាំងអស់គ្នាចាប់ទាំងពីរពួកនៅប្រកែកឆ្លោះគ្នាទួលតែព្រានចាប់បានពិឃាតខ្សែទាំងអស់ទៅ